ជុំយៈហើយស្ថានភាពនៅក្នុងប្រទេសថៃឥឡូវនេះកំពុងតែធ្លាក់ទៅក្នុងកម្រិតមួយដ៏គួរឲ្យគ្រោះថ្នាក់ហើយរហូតទៅដល់នាយករដ្ឋមន្ត្រីថៃចេញមុខមកដោយផ្ទាល់តែម្ដងដើម្បីធ្វើការសុំទោសក៏ដូចជាសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះអន្តរជាតិអញ្ចឹងបានថាបងប្អូនឃើញទេអ្នកណាធ្វើអីអ្នកនឹងទទួលលទ្ធផលនឹងហើយអ្នកឯងសាងទង្វើអាក្រក់អ្វីខ្លះមកលើប្រទេសកម្ពុជាឥឡូវនេះអ្នកសមនឹងទទួលបាននៅលទ្ធផលនោះហើយកុំចង់គេចវេះឲ្យទាល់តែសោះដើម្បីឲ្យកាន់តែជ្រាបច្បាស់សូមគោរពអញ្ជើញបងប្អូនប្រិយមិត្តទេសនិកជនជនរួមជាតិតាមដានទស្សនាទៅនឹងព្រឹត្តិការណ៍ដែលកំពុងតែក្តៅគគុកនៅក្នុងប្រទេសថៃជាមួយខ្ញុំដូចតទៅពេញចិត្តវីដេអូនេះបងប្អូនកុំភ្លេចណាធ្វើការ like comment share ទៅកាន់បណ្ដាញសង្គមមួយបានម្នាក់មួយផងហើយប្រសិនបើចង់បានព្រឹត្តិការណ៍ព័ត៌មានបន្ថែមជារៀងរាល់ថ្ងៃបងប្អូនគ្រាន់តែចុច subscribe លើ Channel Infosia ជាការស្រេចស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្នសង្គមថៃកំពុងតែធ្លាក់ទៅក្នុងវិបត្តិដ៏ជ្រាលជ្រៅទាំងផ្នែកសេដ្ឋកិច្ចនយោបាយនិងសន្តិសុខស្រាប់តែមានព្រឹត្តិការណ៍ដ៏គួរឲ្យតក់ស្លុតជាខ្លាំងមួយបានកើតឡើងជាថ្មីម្ដងទៀតដែលកាន់តែលាតត្រដាងឲ្យឃើញអំពីភាពអសកម្មនិងការដួលរលំនៃសិលធម៌សង្គមរបស់ប្រទេសមួយនេះយោងតាមប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្តពីសារព័ត៌មាន The Standard របស់ថៃបានរាយការណ៍កាលពីព្រឹកថ្ងៃទី1ខែសីហាឆ្នាំ2026នេះថានាយករដ្ឋមន្ត្រីថៃលោកអនុทิនច័ន្ទវរៈគុលក៏បានចេញមុខមកផ្ដល់បទសម្ភាសន៍និងការសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះករណីឃាតកម្មដ៏សាហាវព្រៃផ្សៃមួយដែលបង្កឡើងដោយជនជាតិថៃបានបាញ់សម្លាប់ក្មេងទេសចរជនជាតិរុស្ស៊ីចំនួន2នាក់ហេតុការណ៍ដ៏អមនុស្សធម៌នេះបានក្លាយទៅជាខ្យល់ព្យុះដ៏ខ្លាំងក្លាមួយដែលកំពុងតែបក់វាយប្រហារយ៉ាងធ្ងន់ធ្ងរមកលើវិស័យទេសចរនិងកិត្យានុភាពជាតិរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិដែលតម្រូវឲ្យរាជរដ្ឋាភិបាលទីក្រុងបាងកកកំពុងតែខិតខំកសាងទំនុកចិត្តពីសំណាក់ភ្ញៀវទេសចរបរទេសបំផុតអ្នកជំនាញបានសង្កេតឃើញយ៉ាងច្បាស់ថាឧបទ្ទវហេតុនេះមិនមែនត្រឹមតែជាបទល្មើសព្រហ្មទណ្ឌធម្មតាប៉ុណ្ណោះឡើយប៉ុន្តែវាគឺជាការបំផ្លិចបំផ្លាញយ៉ាងដំណំទៅដល់មូលដ្ឋានគ្រឹះនៃសន្តិសុខសង្គមនិងសុវត្ថិភាពសាធារណៈដែលរាជរដ្ឋាភិបាលថៃធ្លាប់បានសន្យាថាធានាជូនអ្នកទេសចរការបាត់បង់អាយុជីវិតរបស់កុមារបរទេសរងគ្រោះទាំងពីរនេះបានបង្កទៅជាការភ្ញាក់ផ្អើលនិងការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់មតិសាធារណៈសកលដែលចោទសួរយ៉ាងខ្លាំងអំពីសមត្ថភាពរបស់អាជ្ញាធរថៃនៅក្នុងការគ្រប់គ្រងសន្តិសុខសង្គមនិងការទប់ស្កាត់អំពើហិង្សានៅក្នុងស្រុកដូច្នេះហើយវិបត្តិនយោបាយនិងសេដ្ឋកិច្ចដែលថៃធ្លាប់តែជួបប្រទះស្រាប់ឥឡូវនេះក៏ត្រូវជួបទៅនឹងវិបត្តិអសិលធម៌និងសង្គមធ្ងន់ធ្ងរបន្ថែមទៀតដែលនឹងធ្វើឲ្យស្ថានភាពទូទៅរបស់ប្រទេសថៃកាន់តែមានភាពផុយស្រួយនិងប្រឈមជាមួយនឹងការធ្លាក់ចុះកាន់តែស៊ីជម្រៅជាងមុនទៅទៀតនៅលើឆាកអន្តរជាតិនិងក្នុងតំបន់ភ្លាមនោះនាយករដ្ឋមន្ត្រីថៃលោកអនុทินច័ន្ទវរៈគុលក៏បានចេញមុខមកអះអាងជាសាធារណៈដោយផ្ទាល់មាត់ថាករណីឃាតកម្មទៅលើក្មេងទេសចរជនជាតិរុស្ស៊ីនេះកំពុងតែធ្វើឲ្យថៃខូចខាតកិត្តិយសយ៉ាងធ្ងន់ធ្ងរនិងកំពុងតែសម្លាប់មុខមាត់ជនជាតិថៃទូទាំងប្រទេសនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកម្រិតនៃការខកចិត្តនិងការព្រួយបារម្ភយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះផលវិបាកធំធេងលោកបានសង្កត់ធ្ងន់ដោយបង្ហាញអំពីអារម្មណ៍ស្ទើរតែមិនជឿទៅនឹងភ្នែកខ្លួនឯងចំពោះភាពសាហាវឃោរឃៅរបស់ឃាតករដែលហ៊ានលើកដៃផ្ដាច់ជីវិតកុមារគ្មានកំហុសហើយថែមទាំងបានទទួលស្គាល់យ៉ាងឈឺចាប់ថាកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃដែលខិតខំកសាងមកត្រូវបានរលាយសាបសូន្យអស់ទាំងស្រុងហើយនៅក្នុងបរិបទសង្គមនិងសេដ្ឋកិច្ចបច្ចុប្បន្នវិស័យទេសចរគឺជាសសរស្តម្ភដ៏សំខាន់បំផុតមួយនៅក្នុងការជួយទ្រទ្រង់កំណើនហិរញ្ញវត្ថុជាតិរបស់ថៃប៉ុន្តែនៅពេលដែលព្រឹត្តិការណ៍ហិង្សាបែបនេះត្រូវបានកើតឡើងវានឹងក្លាយទៅជាសារដ៏អវិជ្ជមានបំផុតមួយដែលជំរុញឲ្យភ្ញៀវទេសចរអន្តរជាតិមានការភ័យខ្លាចនិងសម្រេចចិត្តបោះបង់ចោលប្រទេសថៃទន្ទឹមទៅនឹងបញ្ហាភាពអសន្តិសុខដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសថៃមិនមែនកើតឡើងតែនៅក្នុងតំបន់ទេសចរប៉ុណ្ណោះទេប៉ុន្តែវាបានពង្រីកឥទ្ធិពលទៅដល់តំបន់ភាគខាងត្បូងរបស់ថៃដែលជាទីតាំងភូមិសាស្ត្រពោពេញទៅដោយអស្ថិរភាពបាតុកម្មអំពើហិង្សាប្រដាប់អាវុធនិងការផ្ទុះគ្រាប់បែកជាប្រចាំដែលរដ្ឋាភិបាលទីក្រុងបាងកកគ្មានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការស្ដារស្ថិរភាពបានឡើយភាពខ្សោយនៃប្រព័ន្ធសន្តិសុខជាតិទាំងមូលនេះបានបញ្ជាក់យ៉ាងច្បាស់ថាប្រទេសថៃគឺជាប្រទេសមួយដែលគ្មានសុវត្ថិភាពពិតប្រាកដសម្រាប់ទាំងពលរដ្ឋនៅក្នុងស្រុកនិងជនបរទេសដែលធ្វើឲ្យមុខមាត់របស់ប្រទេសនេះត្រូវធ្លាក់ទៅក្នុងស្ថានភាពអាប់អួរយ៉ាងខ្លាំងភាពអសន្តិសុខនិងអំពើហិង្សាដ៏ឃោរឃៅទាំងអស់នេះគឺពិតជាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងភាពថោកទាបនិងទង្វើឈ្លានពានដ៏កម្រោលដែលយោធាថៃបាននឹងកំពុងតែប្រព្រឹត្តយ៉ាងកក្លឿនមកលើទឹកដីអធិបតេយ្យភាពរបស់កម្ពុជាអ្នកសារព័ត៌មានជំនាញបានតាមដានយ៉ាងស៊ីជម្រៅនិងបានមើលឃើញថារដ្ឋាភិបាលយោធាថៃដែលមិនអាចសូម្បីតែការពារសន្តិសុខក្នុងផ្ទះរបស់ខ្លួនឯងមិនថាតែមហន្តរាយអសន្តិសុខនៅភាគខាងត្បូងឬក៏ឧក្រិដ្ឋកម្មសម្រាប់ក្មេងទេសចររុស្ស៊ីនោះទេប៉ុន្តែលើពីនេះទៅទៀតពួកគេបានប្រើប្រាស់កម្លាំងបាយឈ្លានពានទឹកដីខ្មែរដោយនៅតែព្យាយាមបង្កើតស្ថានភាពថ្មីនៅលើដែនអធិប
តេយ្យភាពរបស់កម្ពុជាដោយខុសច្បាប់ក្រោយបទជប់បាញ់រួមទាំងការកសាងរបងដោយឯកតោភាគីការរាយបន្លាស់លួសការដាក់ទូកុងតឺន័រដែលជាឧបសគ្គដ៏ធំធេងបំផុតសម្រាប់ប្រជាជនកម្ពុជាជនភៀសសឹកមិនអាចវិលត្រឡប់មកកាន់ទីលំនៅរបស់ខ្លួនវិញដោយអ្វីដែលជាការអះអាងនិងការអំពាវនាវរបស់អង្គការសហប្រជាជាតិកាលពីប៉ុន្មានថ្ងៃមុននេះទង្វើដ៏ថោកទាបនិងព្រៃផ្សៃទាំងអស់នេះគឺជាការឆ្លុះបញ្ចាំងអំពីមហិច្ឆតានយោបាយជាតិនិយមដ៏អន់ថយរបស់ថៃដែលព្យាយាមបង្វែរចំណាប់អារម្មណ៍សាធារណជនអំពីវិបត្តិអសន្តិសុខនិងសេដ្ឋកិច្ចនៅក្នុងស្រុកដ៏ធ្ងន់ធ្ងររបស់ខ្លួនមកលើការបង្កចំនួនជាមួយនឹងប្រទេសជិតខាងភាពបរាជ័យនៅក្នុងការគ្រប់គ្រងច្បាប់ក្នុងប្រទេសបានធ្វើឲ្យថៃបាត់បង់សេចក្តីថ្លៃថ្នូរទាំងស្រុងពីព្រោះថាប្រទេសដែលគ្មានសិលធម៌នៅក្នុងការគោរពអធិបតេយ្យភាពអ្នកដទៃក៏ជាប្រទេសដែលមិនអាចធានាសូម្បីតែអាយុជីវិតកុមារនៅលើទឹកដីរបស់ខ្លួនឯងការរិះគន់យ៉ាងខ្លាំងអំពីមតិអន្តរជាតិជុំវិញករណីឃាតកម្មនេះបានវាយបកយ៉ាងដំណំទៅលើកិត្យានុភាពរបស់ថៃដែលកំពុងតែព្យាយាមលាក់បាំងអំពីទង្វើឈ្លានពានរបស់ខ្លួននៅតាមបណ្ដោយព្រំដែនកម្ពុជាក្រោមរបាំងនៃការនិយាយលាបពណ៌ដ៏ផ្អែមល្ហែមរបស់ខ្លួនប៉ុន្តែការពិតនៅលើដីនោះគឺពោពេញទៅដោយអំពើហិង្សាភាពអយុត្តិធម៌និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរជាទីបំផុតជាថ្មីម្ដងទៀតវិបត្តិដែលបង្កឡើងដោយអំពើហិង្សាដ៏សាហាវឃោរឃៅនេះកំពុងតែដាក់សម្ពាធយ៉ាងខ្លាំងក្លាទៅលើស្មារតីនយោបាយនិងស្ថិរភាពរបស់រដ្ឋាភិបាលលោកអនុทิនច័ន្ទវិរៈគុលដែលត្រូវតែស្វែងរកដំណោះស្រាយយ៉ាងលឿនបំផុតដើម្បីទប់ស្កាត់កុំឲ្យស្ថានភាពនេះបន្តធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរជាងនេះនៅក្នុងសង្គមថៃបច្ចុប្បន្នភាពតានតឹងផ្នែកនយោបាយវិបត្តិសេដ្ឋកិច្ចការធ្លាក់ចុះនៃការនាំចេញនិងការបះបោរអសន្តិសុខនៅភាគខាងត្បូងគឺជារបួសរ៉ាំរ៉ៃដែលព្យាបាលមិនជាប៉ុន្តែការបន្ថែមនៅវិបត្តិអសន្តិសុខអន្តរជាតិលើការសម្លាប់ភ្ញៀវទេសចរគឺជាកាតាលីករដ៏គ្រោះថ្នាក់ដែលធ្វើឲ្យរដ្ឋាភិបាលបាត់បង់នូវការគ្រប់គ្រងយ៉ាងឆាប់រហ័សការដែលនាយករដ្ឋមន្ត្រីថៃចេញមុខមកអត្ថាធិប្បាយដោយប្រើប្រាស់ពាក្យពេចន៍បង្ហាញអំពីការជឿចាប់គឺគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយដើម្បីបន្លំភ្នែកសាធារណជននិងកាត់បន្ថយសម្ពាធពីអន្តរជាតិប៉ុន្តែវាមិនអាចលុបបំបាត់ការពិតដែលថាប្រទេសថៃនេះគឺជាកន្លែងសុវត្ថិភាពនោះបានឡើយទន្ទឹមគ្នានេះផងដែរកាលដែលយោធាថៃបន្តសកម្មភាពឈ្លានពានលើទឹកដីដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជាដោយការរំលោភបំពានច្បាប់អន្តរជាតិវាក៏បញ្ជាក់ថាថៃគ្មានស្មារតីស្មោះត្រង់នៅក្នុងការកសាងសន្តិភាពនៅក្នុងតំបន់សោះឡើយរដ្ឋាភិបាលទីក្រុងបាងកកមិនអាចប្រើប្រាស់ការទូតបោកបញ្ឆោតដើម្បីបិទបាំងទង្វើថោកទាបរបស់ខ្លួននៅតាមតំបន់ព្រំដែនកម្ពុជាខណៈដែលផ្ទះសម្បែងរបស់ខ្លួនកំពុងតែឆេះរស់រាលដោយអំពើអសន្តិសុខទាំងនៅភាគខាងត្បូងនិងវិបត្តិឧក្រិដ្ឋជននៅក្នុងទីក្រុងបាងកកនោះឡើយជាសេចក្តីសន្និដ្ឋានរួមដ៏មុតស្រួចជាទីបំផុតតាមរយៈការសិក្សាទៅលើសង្គមនយោបាយអន្តរជាតិករណីឃាតកម្មទៅលើក្មេងទេសចររុស្ស៊ីទាំងពីរនាក់ដោយសារតែទឹកដៃរបស់ជនជាតិថៃនេះគឺជាសោកនាដកម្មជាតិដ៏ធំមួយនិងជាកញ្ចក់ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការដួលរលំនៃប្រព័ន្ធសន្តិសុខនិងសិលធម៌របស់សង្គមថៃទាំងមូលការដែលលោកនាយករដ្ឋមន្ត្រីអនុทิនច័ន្ទវិរៈគុលបានទទួលស្គាល់ថាហេតុការណ៍នេះបានបំផ្លាញកិត្តិយសរបស់ប្រទេសថៃរលាយសាបសូន្យគឺជាការពិតមួយដែលត្រូវតែផ្សារភ្ជាប់ជាមួយនឹងទង្វើឈ្លានពានដ៏ថោកទាបរបស់យោធាថៃមកលើទឹកដីអធិបតេយ្យភាពរបស់កម្ពុជានិងវិបត្តិអសន្តិសុខដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងពិភពលោកនិងបណ្ដាប្រទេសជាមិត្តកំពុងតែមើលឃើញយ៉ាងច្បាស់អំពីភាពខ្សោយនិងភាពបរាជ័យគ្រប់វិស័យរបស់រដ្ឋាភិបាលទីក្រុងបាងកកដែលមិនអាចគ្រប់គ្រងទាំងអសន្តិសុខនៅក្នុងប្រទេសនិងការរក្សាសេចក្តីថ្លៃថ្នូរនៅក្នុងការគោរពច្បាប់អន្តរជាតិជាមួយនឹងប្រទេសជិតខាងដូច្នេះស្ថិរភាពនិងភាពរុងរឿងពិតប្រាកដរបស់ថៃនឹងមិនអាចកើតមានឡើងបានឡើយលុះត្រាតែគេបញ្ឈប់នៅលុះត្រាតែប្រទេសថៃបញ្ឈប់ជាស្ថាពរនៅរាល់សកម្មភាពឈ្លានពានទឹកដីខ្មែរដកកម្លាំងចេញពីទឹកដីអធិបតេយ្យភាពកម្ពុជានិងងាកមកកែប្រែប្រព័ន្ធសន្តិសុខនៅក្នុងស្រុកឲ្យបានហ្មត់ចត់បំផុតពីព្រោះគ្មានប្រទេសណាមួយអាចឈរជើងបានរឹងមាំលើឆាកអន្តរជាតិបានឡើយប្រសិនបើខ្លួនឯងប្រព្រឹត្តអំពើថោកទាបទាំងនៅក្នុងស្រុកនិងក្រៅស្រុកបែបនេះសូមអរគុណសូមជម្រាបលា